វីដេអូថ្ងៃនេះចាប់ផ្ដើមជាមួយនឹងប្រវត្តិរបស់ Ace និង Luffy កាលពីនៅតូចរឿងនេះកើតឡើងក្រោយពេលដែល Luffy បានទទួលមកពី Sang ហើយ Garp ដែលជាតារបស់គាត់ខឹងខ្លាំងណាស់មិនចង់ឲ្យ Luffy តាក់ទងជាមួយនឹង Sang ទេអញ្ចឹងហើយទើបគាត់យក Luffy ទៅផ្ញើជាមួយនឹងមនុស្សម្នាក់ដែលរស់នៅលើភ្នំឈ្មោះ Dadan កាលមុន Garp ក៏ធ្លាប់យក Ace មកផ្ញើ Dadan នឹងដែរហើយនៅពេលនេះគាត់ចង់ផ្ញើ Luffy ឲ្យ Dadan មើលថែម្នាក់ទៀតសូមបញ្ជាក់ថា Dadan គឺជាមេក្រុមចៅភ្នំគាត់គ្មាននិស្ស័យស្រឡាញ់កូនក្មេងអីទេប៉ុន្តែដោយសារតែ Garp បង្ខំគាត់ត្រូវតែធ្វើបើមិនជាទេ Garp នឹងចាប់គាត់ដាក់គុកបន្ទាប់មកនៅពេលដែល Luffy កំពុងតែរត់លេងស្រាប់តែនរណាមិនដឹងទេបានស្ដោះទឹកមាត់ដាក់មុខរបស់គាត់ក្រោយមកទើបដឹងថាអ្នកដែលធ្វើអញ្ចឹងដាក់គាត់គឺ Ace កាលនោះ Ace មានអាយុ10ឆ្នាំចំណែក Luffy មានអាយុ7ឆ្នាំហើយដំបូងឡើយ Luffy និង Ace មើលទៅដូចជាមិនត្រូវគ្នាសោះក្រោយមកដល់ម៉ោងបាយដែលមិនឲ្យ Luffy ញ៉ាំសាច់ទេឲ្យញ៉ាំតែបាយទទេគាត់ប្រាប់ Luffy ថាសាច់ទៅនោះគឺជាសាច់គោព្រៃដែល Ace បរបាញ់បានហើយបើសិនជា Luffy ចង់បានសាច់ញ៉ាំនឹងគេតើធ្វើការនៅទីនេះមិនអាច DC free ទេពេលញ៉ាំបាយរួចហើយ Ace ក៏បានដើរទៅព្រៃហើយ Luffy ក៏រត់ទៅតាម Luffy អត់បានប្រកាន់ Ace ដែលស្ដោះទឹកមាត់ដាក់មុខគាត់ទេដោយសារតែគាត់រៀនតាមផ្សេងហើយគាត់តែងតែព្យាយាមដើរតាមសមរាប់អានគ្នាជាមួយនឹង Ace ប៉ុន្តែ Ace មិនត្រឹមតែមិនរាប់អានជាមួយ Luffy ទេថែមទាំងធ្វើបាប Luffy ថែមទៀត មានម្លើកនោះ Ace ដូចជាកាចណាស់បានវាយ Luffy ទម្លាក់ចុះទៅក្នុងជ្រោះទៀតផងមិនខ្វល់ថាគាត់រស់ឬក៏ស្លាប់ទេចាប់តាំងពីថ្ងៃនោះគេបានបាត់ Luffy អស់ជាច្រើនថ្ងៃមិនឃើញវិលត្រឡប់មកផ្ទះវិញសោះហើយគេនាំគ្នាសន្និដ្ឋានថាគាត់បានជួបឧបទ្ទហេតុនៅក្នុងព្រៃស្លាប់បាត់ហើយរយៈពេលមួយសប្តាហ៍ក្រោយមកស្រាប់តែគេប្រទះឃើញ Luffy ត្រឡប់មកផ្ទះវិញហើយនៅពេលដែលDadanសួរនាំគាត់ Luffy អត់បានប្រាប់ថា Ace វាយគាត់ទម្លាក់ជ្រោះទេថ្ងៃបន្តមកទៀត Luffy នៅតែអត់រៀនហើយដេញតាមសម្រាប់អាន Ace ដដែលហើយរាល់លើក Ace តែងតែធ្វើដំណើរតាមផ្លូវដែលមានគ្រោះថ្នាក់ដើម្បីឲ្យ Luffy ឈប់តាមគាត់ប៉ុន្តែជាចរិតរបស់ Luffy បើគាត់ចង់ធ្វើអីហើយគាត់មិនងាយបោះបង់ទេពីខែក្រោយមក Luffy នៅតែរត់ដេញតាម Ace ជារៀងរាល់ថ្ងៃឡើងចង់ខ្លាចទៅជាជំនាញរបស់គាត់ទៅហើយរហូតដល់មានថ្ងៃមួយ Ace មានអារម្មណ៍ថាពិបាករត់គេចពី Luffy ខ្លាំងណាស់ហើយនៅថ្ងៃនោះផងដែរស្រាប់តែមានខ្លាកំណាចមួយក្បាលចេញមកវាយប្រហារ Luffy ខ្លាហ្នឹងគឺជាសត្វដែលខ្លាំងជាងគេនៅក្នុងព្រៃហ្នឹងគ្មាននរណាហ៊ានជាមួយវាទេនៅពេលនោះ Ace ដូចជាចាប់ផ្ដើមចេះព្រួយបារម្ភពី Luffy ហើយចង់បន្ថយជីវិតចេញទៅជួយសំណាងហើយដែលពេលនោះមានសត្វខ្លាឃ្មុំមួយក្បាលចេញមកប្រយុទ្ធជាមួយនឹងខ្លាផ្ដល់ឱកាសឲ្យ Luffy អាចគេចចេញពីទីនោះបាន3ខែក្រោយមក Luffy នៅតែរត់តាម Ace ដដែលមានថ្ងៃមួយគាត់បានរត់តាម Ace ដោយសម្ងាត់មិនឲ្យ Ace ដឹងខ្លួនទេនៅថ្ងៃនោះ Ace បានទៅជួបជាមួយនឹងក្មេងប្រុសម្នាក់ទៀតឈ្មោះ Sabo ដែលមានអាយុប្រហាក់ប្រហែលជាមួយនឹងគាត់ពួកគេបានរួមគ្នាដើរលុយពីក្រុមចោររយៈពេល5ឆ្នាំហើយនៅពេលនេះពួកគេសន្សំបានទ្រព្យសម្បត្តិមានប្រាក់យ៉ាងច្រើនគោលបំណងរបស់ពួកគេគឺចង់ទិញនាវាយ៉ាងធំមួយដើម្បីធ្វើដំណើរចេញទៅសមុទ្រការសម្ងាត់របស់ Sabo និង Ace នៅពេលនោះ Luffy មើលឃើញហើយនឹងស្ដាប់ឮទាំងអស់ហើយគាត់ក៏សុំពួកគេទៅសមុទ្រជាមួយផងដែរដល់ទៅពេលបែកការអញ្ចឹង Sabo និង Ace ក៏ប្រញាប់ចាប់ Luffy ចងបន្ទាប់មកដោយសារតែខ្លាច Luffy និយាយប្រាប់គេពួកគេក៏សម្រេចចិត្តសម្លាប់ Luffy ចោលតាមពិតពេលនោះពួកគេដឹងថាសម្លាប់ Luffy យ៉ាងម៉េចទេប៉ុន្តែ Luffy ល្ងងបានស្រែកសុំបបពួកគេថាកុំយកគាត់ទៅទម្លាក់ចូលក្នុងទឹកសំឡេងស្រែកយំរបស់ Luffy នៅពេលនោះបានលឺដល់ចៅសមុទ្រមួយក្រុមគឺក្រុមនឹងហើយដែល Ace ទៅប្លន់យកលុយកាលពីថ្ងៃមុនប៉ុន្តែកាលពី Ace ប្លន់លុយក្រុមចៅមួយនឹងគាត់អត់ដឹងថាក្រុមចៅនឹងកូនចៅរបស់អពាក់សក់ប៉ខៀវនឹងទេអពាក់សក់ប៉ខៀវនឹងមានឈ្មោះថា Pochami ជាសមាជិកម្នាក់នៅក្នុងក្រុមចៅសមុទ្រ Blue Jam ហើយ Sabo ធ្លាប់ឮថាអពាក់ Pochami នឹងកាយសាហាវខូខើខ្លាំងណាស់នៅពេលនោះមិនដឹងអ្វីទេនៅសុក Luffy ស្រាប់តែនៅក្នុងដៃរបស់ Pochami ហើយពេលហ្នឹង Luffy ថែមទាំងស្រែកហៅ Ace ឲ្យជួយគាត់ទៀតគ្រាន់តែដឹងថា Luffy គឺជាគ្នារបស់ Ace ភ្លាម Pochami ក៏បានសួរ Luffy ថាតើ Ace លាក់លុយនៅកន្លែងណានៅពេលនោះទាំង Ace ទាំង Sabo សិតតែនាំគ្នាគិតថា Luffy ច្បាស់ជាប្រាប់គេហើយតែស្មានខុសឆ្លាស់ Luffy បានកុហក Pochami ថាសូមទោសខ្ញុំអត់ដឹងទេនៅក្នុងរឿង One Piece ហ្នឹងនៅពេលដែលនរណាគេនិយាយកុហកគឺគេធ្វើមកអញ្ចឹងបន្ទាប់ពីដឹងថា Luffy និយាយកុហក Pochami បានចាប់ Luffy យកទៅកន្លែងរបស់គាត់ដើម្បីធ្វើទរណកម្មសួរចម្លើយចំណែក Ace និង Sabo វិញពេលនេះពួកគេត្រូវទៅរកកន្លែងថ្មីដើម្បីលាក់លុយតាមទៅមើល Luffy ក៏ត្រូវបាន Pochami វាយធ្វើទរណកម្មសួរចម្លើយអត់មានបណ្ដៃដៃទេប៉ុន្តែទោះបីជាវាយយ៉ាងណាក៏ Luffy មិនព្រមឆ្លើយដែរត្រឡប់ទៅមើល Ace វិញពេលនេះគាត់បានយកលុយរបស់គាត់ទៅលាក់នៅកន្លែងថ្មីរួចហើយ Sabo បានមកប្រាប់គាត់ថាអត់ឃើញកូនចៅរបស់ Pochami ទៅរកលុយនៅកន្លែងចាស់ទេនេះមានន័យថា Luffy ជួយលាក់ការសម្ងាត់របស់ពួកគេបានល្អណាស់ហើយក៏មានន័យថានៅពេលនេះគាត់កំពុងតែទទួលរងនៅទរណកម្មយ៉ាងធ្ងន់ធ្ងរផងដែរត្រឡប់ទៅមើល Luffy វិញពេលនេះ Pochami បានវាយគាត់ឡើងហត់ខ្លួនឯងហើយតែ Luffy នៅតែមិនព្រមនិយាយដល់ពេលអញ្ចឹង Pochami ក៏សម្រេចចិត្តសម្លាប់ Luffy ចោលតែសំណាងណាស់ដែលពេលនោះ Ace និង Sabo បានចូលមកជួយគាត់តាន់ការប្រយុទ្ធនៅពេលនោះដំបូងឡើយ Pochami បានចាប់ Ace ជាប់តែ Sabo បានលោតទៅវាយ Pochami ពីក្រោយជួយរំដោះ Ace បានមកវិញក្រោយមកទៀត Sabo បានប្រើកូនកបិតទៅកាត់ខ្សែជួយរំដោះ Luffy បានហើយបបួល Ace រត់ប៉ុន្តែជាចរិតរបស់ Ace តាំងពីកំណើតគាត់មិនរត់គេចចេញពីសត្រូវរបស់គាត់ជាដាច់ខាតដល់ពេលអញ្ចឹង Sabo ក៏បានដាក់ Luffy ចុះសិនដើម្បីទៅជួយ Ace លទ្ធផលនៃការប្រយុទ្ធនៅថ្ងៃនោះ Ace និង Sabo អាចយកឈ្នះ Pochami បានរឿងនេះបានធ្វើឲ្យមេរបស់ Pochami ឈ្មោះ Blue Jam មិនសប្បាយចិត្តទេហើយគាត់ក៏បានសម្លាប់ Pochami ចោល
តាមតែមើល Luffy វិញពេលរួចខ្លួនហើយគាត់នៅតែយំខ្លាំងណាស់ព្រោះគាត់នៅភ័យនៅពេលនោះ S បានសួរ Luffy ថាហេតុអីបានជា Luffy មិនប្រាប់គេពីកន្លែងដែលគាត់លាក់កំណប់ហើយ Luffy បានឆ្លើយថាមកពីគាត់ខ្លាចអត់បានធ្វើមិត្តភក្តិជាមួយនឹង S និយាយទៅចរិតសៀនរបស់ Luffy គាត់ឲ្យតម្លៃទៅលើមិត្តភាពជាងជីវិតរបស់គាត់ទៅទៀតតែដល់ពេលអញ្ចឹង S ក៏ព្រមរាប់អានជាមួយនឹង Luffy ប៉ុន្តែចេញតែប៉ះឡើង S បានឌឺ Luffy ថាជាមនុស្សទឹកភ្នែកហើយពួកគេក៏បានប្រកែកគ្នាខ្លះៗតរសារបូចូលមកធ្វើអន្តរាគមន៍ទៅពួកគេព្រមឈប់ចាប់ពីថ្ងៃនោះដោយសារតែ